នេះជារូបនៃដំណើរការរបស់ទូទឹកកកហើយក្នុងនេះក៏មានការរៀបរាប់ពីប្រព័ន្ធរបស់ទូទឹកកកប្រព័ន្ធត្រជាក់ផ្នែកប្រព័ន្ធត្រជាក់វាមាន compressor វាមានកង់ Dancer ហើយវាមាន filter វាមាន capillary tip បន្ទាប់ទៅវាមាន evaporator ហើយវិលចូល compressor វិញឥឡូវយើងមកដឹងពីមុខងារមួយរបស់ប្រព័ន្ធត្រជាក់មុខងាររបស់ compressor គឺវាមានតួនាទីទទួលខុសត្រូវទៅលើការបង្ហាប់ gas ឲ្យក្តៅខ្លាំងហើយរុញ gas ដែលក្តៅដែលបានបង្ហាប់ហ្នឹងរុញទៅកាន់កង់ Dancer នេះគឺជាបំពង់សយោពណ៌ក្រហមហ្នឹងភ្ជាប់ទៅកង់ Dancer ហើយនេះគឺជារូបកង់ Dancer នេះរូបបត់ចុះបត់ឡើងពណ៌ខ្មៅហ្នឹងវាគឺជាកង់ Dancer ហើយខាងក្រោមនេះគឺជា compressor គេហៅថា motor វាជាបេះដូងរបស់ប្រព័ន្ធត្រជាក់នៃទូទឹកកក